សួរជាស្រ័យដៃមកខាងទៀតជាប់កាន់កាមេរ៉ាហើយនៅពេលនេះខ្ញុំកំពុងតែស្ថិតនៅក្នុងទីក្រុងគុនមីងខេត្តយូណាននៃសាធារណរដ្ឋជាតិចិនអាកាសធាតុថ្ងៃនេះនៅវេលាពេលព្រឹកម៉ោង8ព្រឹកគឺមានសភាពត្រជាក់ល្អហើយជាទូទៅអាកាសធាតុនៅយូណានគឺត្រជាក់សឹងតែមួយឆ្នាំទល់នឹងមួយឆ្នាំហើយរដូវនេះមានខែល្មួយនេះជារដូវធ្លាក់ភ្លៀងគឺថាភ្លៀងគឺតែរាល់ថ្ងៃខ្ញុំកំពុងតែរៀនដើម្បីចូលនៅសិក្ខាសាលាមួយដែលគឺការចែកទៅបបសងលេខពីតាមលិខិតពីរឿងឯកសារជាលក្ខណៈអន្តរជាតិបាទមានការទឹកលឹកដល់បងប្អូនទីក្រុងគុនមីងនៃខេត្តយូណានបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីរាប់អានថ្ងៃនេះខ្ញុំបាទចង់ចែករំលែកនៃសកម្មភាពមួយចំនួនដែលខ្ញុំបាទមានកិត្តិយសនិងក្តីរំភើបឧបមាដែលបានមកចែករំលែកនៅបទពិសោធន៍ដ៏មានតម្លៃមួយនៃដំណើរបេសកកម្មវប្បធម៌និងសិល្បៈរបស់ខ្ញុំពីប្រទេសកម្ពុជាទៅកាន់ខេត្តយូណានប្រទេសចិនការងារនេះមិនមែនកើតឡើងដោយចៃដន្យនោះទេគឺការចេញពីការអញ្ជើញយ៉ាងកក់ក្ដៅពីសំណាក់លោកអ្នកដឹកនាំរឿងគឺលោកជៅបាទ Director ជៅដែលជាអ្នកដឹកនាំភាពយន្តឯកសារដ៏ល្បីល្បាញនិងមានឥទ្ធិពលខ្ពស់ប្រចាំនៅខេត្តយូណានទីតាំងដែលខ្ញុំបានទៅចែករំលែកនោះគឺជាសាកលវិទ្យាល័យសិល្បៈយូណាន Art University ដែលជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកសិល្បៈដ៏ស្រស់ស្អាតនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយនៅភាគនិរតីនៃប្រទេសចិនសាកលវិទ្យាល័យនេះគឺជាបណ្ដុំនៃខួរក្បាលនិងបេះដូងសិល្បៈដែលបានបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកសិល្បៈជាច្រើនជំនាន់មកហើយនៅទីនេះមានវគ្គសិក្សានិងជំនាញឯកទេសសម្បូរបែបជាច្រើនរាប់ចាប់ពីជំនាញភាពយន្តនិងទូរទស្សន៍សិល្បៈសម្ដែងតន្ត្រីនិងរបាំសិល្បៈទស្សនីយភាពរហូតដល់ design និងប្រព័ន្ធផ្សព្វផ្សាយជាបឋមផងដែររថយន្តក្រុងនៅក្នុងសាកលវិទ្យាល័យសិល្បៈរបស់ខេត្តយូណាន University of Arts In the darkness, I could feel her thinking about somebody else. Some old secret she keeps hidden high up on the shelf. It's all covered in dust, holding up some old book supposed to teach about heaven and hell. In the darkness, I
បរិយាកាសនៅទីនេះគឺពោពេញទៅដោយធម៌ពលប្រកបដោយការបង្កើតថ្មីនិងការបំផុសគំនិតឥតឈប់ឈរនៅក្នុងឱកាសនេះខ្ញុំបានជួបជុំនិងធ្វើបទបង្ហាញទៅកាន់និស្សិតផ្នែកសិល្បៈនិងភាពយន្តប្រមាណ200នាក់ប្រធានបទសំខាន់ដែលខ្ញុំបានលើកយកមកចែករំលែកគឺការផលិតភាពយន្តឯកសារកម្រិតអន្តរជាតិតើហេតុអ្វីបានជាការចែករំលែកនេះមានសារៈសំខាន់ជាការពិតណាស់ភាពយន្តឯកសារគឺជាស្ពានចម្លងការពិតនិងវប្បធម៌ភាពយន្តឯកសារមិនមែនគ្រាន់តែជាការថតរូបភាពប្លែកៗនោះទេប៉ុន្តែវាជាការប្រាប់រឿងរ៉ាវពិតជីវិតពិតនិងប្រវត្តិសាស្ត្រដ៏រស់រវើកការចែករំលែកជាមួយនិស្សិតទាំង200នាក់នោះបានបើកទ្វារឲ្យពួកគេយល់ដឹងពីរបៀបដែលភាពយន្តឯកសារមួយអាចឆ្លងកាត់ព្រំដែនប្រទេសភាសានិងវប្បធម៌ដើម្បីទាក់ទាញបេះដូងអ្នកទស្សនាទូទាំងពិភពលោកបានជាការពិតការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបណ្ដាប្រទេសនានានាពេលបច្ចុប្បន្ននេះការផលិតភាពយន្តមិនអាចធ្វើឡើងតែម្នាក់ឯងក្នុងស្រុកបានទីនោះទេការធ្វើការរួមគ្នា co-production រវាងកម្ពុជានិងចិនជាពិសេសជាមួយខេត្តយូណានដែលជាទ្វារមាសដ៏សំខាន់ភ្ជាប់ទៅកាន់អាស៊ីអាគ្នេយ៍គឺជាឱកាសមាសដ៏ធំធេងការផ្លាស់ប្ដូរគំនិតនិងបច្ចេកទេសផលិតភាពយន្តរវាងអ្នកជំនាញកម្ពុជានិងនិស្សិតចិននឹងបង្កើតឲ្យមានភាពជាដៃគូកាន់តែរឹងមាំក្នុងការបង្កើតស្នាដៃរួមគ្នានាពេលអនាគតការនាំយករឿងរ៉ាវអាស៊ីទៅកាន់ពិភពលោកទាំងកម្ពុជានិងចិនសុទ្ធតែបានបង្ហាញអំពីអរិយធម៌ចំណាស់និងប្រវត្តិសាស្ត្រដ៏សម្បូរបែបតាមរយៈបទពិសោធន៍នៃការផលិតភាពយន្តអន្តរជាតិដែលខ្ញុំបានចែករំលែកនិស្សិតទាំងអស់បានយល់កាន់តែច្បាស់អំពីរបៀបយករឿងរ៉ាវក្នុងស្រុកមកកែច្នៃដោយប្រើស្តង់ដារអន្តរជាតិដើម្បីឲ្យពិភពលោកបានស្ដាប់និងយល់កាន់តែច្បាស់ពីតំបន់របស់យើងដូច្នេះសរុបមកវិញជំនួបនៅសាកលវិទ្យាល័យសិល្បៈយូណានក្រុមការសម្របសម្រួលនិងអញ្ជើញពីអ្នកដឹកនាំរឿងចៅព្រមទាំងសាស្ត្រាចារ្យទាំងអស់មិនត្រឹមតែជាការបង្រៀនឬក៏ចែករំលែកចំណេះដឹងប៉ុណ្ណោះទេប៉ុន្តែវាគឺជាការនាំក្របពូជនៃកិច្ចសហប្រតិបត្តិការអន្តរជាតិខ្ញុំជឿជាក់យ៉ាងមុតមមថាការផ្លាស់ប្ដូរផ្នែកវប្បធម៌និងសិល្បៈបែបនេះនឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងប្រទេសចិនឲ្យកាន់តែស៊ីជម្រៅព្រមទាំងបើកផ្លូវឲ្យអ្នកផលិតភាពយន្តជំនាន់ក្រោយអាចបោះជំហានទៅមុខរួមគ្នានៅលើឆាកអន្តរជាតិយ៉ាងមានមោទនភាពបាទនេះគ្រាន់តែជាចំណុចតិចតួចដែលខ្ញុំបានបំពេញកិច្ចការងារហើយខ្ញុំបានយកមកចែករំលែកនេះគឺដើម្បីឲ្យបងប្អូនបានយល់ជាខ្លះជាការសិក្សាស្វែងយល់ក៏ដូចជាចំណេះដឹងទូទៅហើយលើសពីនោះខ្ញុំបានចង់បង្ហាញអំពីទស្សនវិជ្ជាជាទូទៅនៃទីក្រុងយូណាននារដូវវស្សានៅសំទោសនៅទីក្រុងគុនមីងខេត្តយូណាននារដូវវស្សាគឺមានសភាពស្រស់ស្អាតមានសួនច្បាររុក្ខជាតិដ៏ស្រស់បំព្រងដែលធ្វើឲ្យអារម្មណ៍របស់យើងស្រស់ស្រាយខ្ញុំទោះបីបានធ្លាប់ទៅទីនោះច្រើនដងយ៉ាងណាក៏ដោយក៏មានអារម្មណ៍ហាក់បីដូចជាមិនធុញទ្រាន់នោះទេបាទបងប្អូនជាទីគោរពរាប់អានសម្រាប់ខ្សែវីដេអូដែលខ្ញុំបង្ហាញជូននៅពេលនេះមានប៉ុណ្ណេះសូមអញ្ជើញទស្សនានៅទស្សនវិជ្ជារួមហើយខ្ញុំនឹងមានវគ្គផ្សេងទៀតដែលជាឱកាសដ៏ល្អនឹងការផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ពីលោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបាននាំខ្ញុំដើរទស្សនកិច្ចនៅតាមជុំវិញនៅក្នុងសាកលវិទ្យាល័យខ្ញុំបាទក៏នឹងបង្ហាញជូនបងប្អូននៅក្នុងខ្សែវីដេអូជាបន្តខាងមុខនេះបាទដូច្នេះសូមកុំភ្លេចអញ្ជើញតាមដានហើយបើយល់ថាខ្សែវីដេអូនេះមានអត្ថប្រយោជន៍សូមបងប្អូនជួយ like ឬក៏ subscribe សូមអរគុណសូមជម្រាបលា
សូមជូនពរសុខភាពល្អ Sinking in, I know this feels right. Catching a crazy love moving through me like a wildfire, like a wildfire. Hey, I'm never the same. Whenever you're calling my name, I'm taking my sweet time. Hey, whatever the plan, I know I'm holding the best of me out of my hand. I know you always understand. Bring me into golden sunlight. If I'm going with you, I know we'll get to the other side. Sinking in, I know this feels right. Catching a crazy love.